ok lấy dương cho lùm hạt dương nè cho lùm hạt dương to là nick nhưng mà miền image nè ok miền image mùi chẳng nhưng bạn bạc viếtនៅក្នុងកម្មវិធី Adapt Photoshop ណាអូខេចឹងប្រភេទ image ហ្នឹងខ្ញុំធម្មតារូបដែលយើងថតចេញពីកាមេរ៉ាមកគឺវាយើងថតនៅ studio វាអាចមានលក្ខណៈជាប់ background ណាហើយយើងចង់កាត់ background អញ្ចឹងនៅក្នុងកម្មវិធី Adapt Photoshop របស់យើងគឺមាន tool មួយសម្រាប់ងាយស្រួលសម្រាប់កាត់ណាអូខេគឺ pen tool ណាអូខេនេះយើងក៏លេខលើ tool box នៃកម្មវិធី Adapt Photoshop របស់យើងនេះ pen ណាអូខេចុះពេលដែលយើងคลิกឲ្យជាប់មកអូសវាបន្តិចមកពេលនោះវាចេញប្រភេទ pen អូខេនៅក្នុងនោះវា pen tool មាន free transform pen tool ណាអូខេឥឡូវខ្ញុំចុចបិទនេះសិនវាចេញ message add extra point delete extra point tool ណា convert point tool ចឹងគឺទាំងអស់ហ្នឹងគឺនៅក្នុងចំណោមរបស់ pen tool របស់យើងណាអូខេឥឡូវយើងងាកមកមើលរូបភាពនេះណាអូខេឥឡូវខ្ញុំចុចទៅលើត្រង់ចំណុចនេះដើម្បីសូមឲ្យយើងមើលគៀខ្ញុំចុចH នៅលើ keyboard ណាអូខេពេលនោះវា review មួយយើងអាចចុច space មកយើងអាចចាប់វាចេញជាដៃចុចយើងអាចចាប់រូបភាពបានណាលើការងាររបស់យើងណាអូខេយើងអាចអូសវាម្ដងទីឆ្វេងស្ដាំណាអូខេតោះពេលយើងចុច space ឲ្យជាប់ space key នៅលើ keyboard របស់យើងណាអូខេអញ្ចឹងរូបនេះគឺជារូបដើមដែលមានលក្ខណៈជាប់ background ពណ៌សណាតែខ្ញុំអត់ចង់បានពណ៌សហ្នឹងឯងខ្ញុំចង់កាត់វាចេញខ្ញុំយកតែរូបមនុស្សរៀងរូបមនុស្សទេណាអូខេអញ្ចឹងយើងអាចយក pen tool មកគូសមកដូចអ្វីដែលខ្ញុំបានធ្វើនេះណាអូខេហេអញ្ចឹងគឺនេះគឺជារូបណាហើយនេះគឺជាបន្ទាប់ layer របស់យើងណាអូខេនៅខាងស្ដាំនៃផ្ទាំង palette នៃ Photoshop របស់យើងណាអូខេអញ្ចឹងនៅលើ layer កន្លែង palette នេះគឺវាកន្លែង01បន្ទាប់ការងារប្រភេទការងាររបស់យើងបានធ្វើអីយើងអាចបង្កើតជា layer ដើម្បីយើងងាយស្រួលកែណា edit វាណាអូខេតោះចឹង layer យើងអាចដូចថាអានេះជា file មួយដែលយើងបើកមកភ្លាមអញ្ចឹងយើងអាចបង្កើតជា layer នៅក្នុងនេះណាវាមានតកតង function នៅលើ effect color របស់យើងទីទៀតយើងសិក្សាណាអូខេហើយនេះគឺជាការបង្កើត mask អានេះគឺជាការកន្លែងបង្កើត fill របស់ adjustment layer ហើយត្រង់នេះគឺកន្លែងបង្កើតgroup ណានេះបង្កើត layer នេះ delete layer ណាអូខេចឹងនៅបន្ទាប់ layer របស់យើងត្រូវស្វែងយល់ឲ្យបានច្បាស់ពី layer នៅផ្នែកនៃទាំង palette របស់យើងណាអូខេព្រោះវាសំខាន់ណាស់ណាអូខេដើម្បីយើងមើលដឹងថាការងារណាយើងឈរលើការងារមួយណាណានៅបន្ទាប់ការងារមួយណាហើយនៅផ្នែកខាង layer របស់យើងនេះគឺវាមានបង្ហាញ overview មើលឃើញរូបភាពណាតើតើនេះខ្ញុំ set ជា color fill របស់វាដើម្បីឲ្យយើងមើលដឹងថារូបនេះយើងកាត់ដាច់ឬនៅណាអូខេហើយនេះគឺត្រង់ចំណុចភ្នែកនេះគឺកន្លែងការបង្ហាញរូបភាពឬក៏ការលាក់រូបភាពរបស់យើងណាអូខេដូចភ្នែកយើងអញ្ចឹងណាបិទហើយនឹងបើកណាអូខេចង់បង្ហាញចង់មើលឬក៏ចង់អត់មើលណាអូខេតោះនេះពេលយើងចុចលើវាមួយបិទមួយបើកណាអូខេចឹងខ្ញុំមានរូបនេះណារូបដើមចឹងដើម្បីខ្ញុំអាចកាត់រូបនឹងដាច់បានចេះណាបានស្អាតអញ្ចឹងអូខេយើងមើលកាត់បានស្អាតទាំងសរសៃសក់អូខេចឹងយើងអាចទីមួយយើងអាចប្រើប្រាស់ pen tool របស់យើងនេះនៅក្នុង tool box របស់យើងអូខេចឹងឥឡូវខ្ញុំ
កាត់ឲ្យយើងមើលណាអូខេខ្ញុំសូមវាគៀកតិចដើម្បីធម្មតាយើងអាចនេះមកណាដើម្បីអាចសូមចេញយើងអាចចុចនៅលើ key យើងអាចប្រើប្រាស់ shortcut ព្រោះថាវាសំខាន់ណាក្នុងការប្រើប្រាស់ shortcut key ណាអូខេតន់ព្រោះថាធ្វើឲ្យការងាររបស់យើងលឿនណាវាតន់រហ័សយើងចុចទៅវាលឿនយើងមិនចាំបាច់ប្រើតែលើម៉ៅទេណាយើងអាចប្រើ shortcut លើ key ជំនួយបានច្រើនដើម្បីឲ្យការងាររបស់យើងកាន់តែលឿនណាហើយតើតោះខ្ញុំចុច zoom ចឹងគឺយើងអាចចុចAlt Control មកហើយយើងអាចចុចនេះអង្គទៅលើម៉ៅនេះអង្គលើម៉ៅខាងលើបន្តហើយកងម៉ៅរបស់យើងអាចអង្គវាទៅមុខថយក្រោយចឹងមកណាអូខេពេលយើងទៅមុខចឹងវាសូមមកគៀកណាតែបើយើងរុញមកក្រោយគឺវារួមរូបភាពរបស់យើងឲ្យទូចណាអូខេចឹងតើតើកម្មវិធី Photoshop របស់យើងគឺវាមានលក្ខណៈពិសេសតែយើងអាចប្រើប្រាស់លើ key ណាយើងអាចចុច space អញ្ចឹងមកដើម្បីរំកើ image របស់យើងចុច space ណាហើយយើងចង់ពង្រីកអីមើលរូបភាពអីយើងចុចអក្សរ S ទៅណាអក្សរ S នេះ S ចុច S ទី1 S ទី2ណា S ទី1 S ទី2ណាអូខេចឹងវាមាន2ចំណុចពេលយើងចុចចឹងហើយវា hide toolbox និងផ្ទាំង palette និង option និង menu ណាអានេះគឺដំបូងណាអូខេចឹងពេលយើងចុចអក្សរ S ទី1ពេលនោះវា hide តាក់តងនេះទេ tab នេះទេណាអូខេតោះវា hide tab ហើយយើងអាចរូបភាពយើងអាចចាប់បំលាស់ទីបានណាពេលយើងចុចទី3គឺវា hide ទាំងអស់តោះ hide ទាំង palette toolbox ហើយនឹងទាំង option menu ណាអូខេអាហ្នឹងគឺចំពោះកម្មវិធី Adobe Photoshop CS4 ណាអូខេអញ្ចឹងនេះគឺជាកម្មវិធី Adobe Photoshop CS4 ដែលខ្ញុំបានបើកធ្វើការនេះណាអូខេអញ្ចឹងវា toolbox របស់វាគឺមានច្រើនណាសម្រាប់យើងអនុវត្តណាតើអញ្ចឹងឥឡូវយើងចូលទៅការកាត់រូបនឹងមួយណាអូខេអញ្ចឹងខ្ញុំអាចចុចនេះមក control space មកពេលនោះវាចាប់យក tool មួយគឺ tool zoom ណាពេលយើងចុចអូសវាអញ្ចឹងមកពេលនោះវា zoom តងផ្នែកដែលយើងបាន select តោះតែបើយើងចុច Alt space វិញគឺវាចេញសញ្ញាដក zoom របស់យើងគឺវា zoom ថយក្រោយតោះពេលនេះយើងអាច click លើម៉ៅខាងឆ្វេងមកឃើញទេដល់ពេលយើងចុចcontrol space គឺវាចេញសញ្ញាដកយើងអាចចុច click លើវាខិតមកគៀកណាវា zoom មកគៀកឬក៏យើងអាចចុចអូសចេះក៏បានតោះតែចំពោះយើងចុច Alt space វិញគឺចេញសញ្ញាដកអញ្ចឹងវាអត់ចេញបាន select ទេតែយើងអាច click លើវាបានណា click ដើម្បី zoom ទូចណាអូខេតោះអញ្ចឹងការប្រើប្រាស់ key ផ្សំជាមួយនឹងសកម្មភាពយើងធ្វើការគឺវាសំខាន់ពេលដែលយើងអាច click អាចបំលាស់ទីរូបភាពអាចមើលតាមផ្នែកណាដែលយើងធ្វើការរួចហើយនៅស្អាតឬនៅណាអូខេអញ្ចឹងខ្ញុំមក click វាចឹងមកខ្ញុំចុចcontrol space មកវាគៀកមកអញ្ចឹងណាអូខេអញ្ចឹងនេះឥឡូវខ្ញុំចុចទៅលើ pen tool ណាអូខេអញ្ចឹង pen tool យើងអាចគូសវាបានចេះណាអូខេតោះបើសិនយើងធ្លាប់យល់ពីកម្មវិធី Photoshop យើងអាចយល់ពីការគូសវាណាអូខេខ្លះអញ្ចឹងយើងគូសចុចវាមួយក៏បានណាមួយក៏បានណាយើងចុចមួយចុចឲ្យជាប់អូសវាមកចុចជាប់អូសវាមកចង់ឲ្យវាទៅបែរមុខទៅខាងណាឆ្វេងស្ដាំលើក្របយើងអាចម្លាស់ទីបញ្ជាវាបានទាំងអស់ឬក៏នៅចិត្តគៀកណាធ្វើឲ្យ smooth ត្រង់ចំណុចកែងឃើញទេយើងអាចទាញវាបានទេអូខេ
ចឹង pen tool យើងអាចប្រើប្រាស់លក្ខណៈគូសចេញជាអញ្ចឹងមកចុច click វាពឹបតែបើយើងចង់ផ្ដាច់ការ select ទៅលើ pen ហ្នឹងយើងចុច escape នៅត្រង់ចំណុចកែងនៃ keyboard ខាងឆ្វេងយើងចុច escape មកឃើញវាផ្ដាច់ហ៎អញ្ចឹងពេលនេះ pen យើងអាចគូសមួយទៀតតវាតពេលហ្នឹងវាកើត new pen ការងារ pen របស់យើងថ្មីហ៎យើង click មួយចុចមួយចុចត្រង់ចំណុចណាមួយអញ្ចឹងហ៎តែយើងចុចជាប់អូសទៅយើងលក្ខណៈអញ្ចឹងហ៎ចង់ពុតវាហ៎តោះហើយយើងចង់ផ្ដាច់វាចុច escape ណាអូខេពេលយើងគូសចឹងហើយយើងធម្មតាយើងចង់បង្កើតជា selection យើងអាចmouse ស្ដាំវាមកណាយកពាក្យថា make selection ណាតោះពេលនេះវាបង្កើតជាវាចេញផ្ទាំង make selection មួយសម្រាប់យើងកំណត់ filter ណាអូខេអញ្ចឹងហើយកំណត់តម្លៃលេខនៃ filter យើងចង់បាន filter ប្រហែលតោះអញ្ចឹងភាសា filter គឺវាកំណត់ថាកេមនៃព្រំដែនហ្នឹងដែលយើងបាន select ហ្នឹងវាប្រហែលភាគរយតោះប្រហែល pixel តោះយើងដាក់វាកាន់តែធំវាកាន់តែព្រាលខ្លាំងណាវាកាន់តែស៊ីខ្លាំងតែបើយើងដាក់ទៀបពេលនោះស្នាមនៃកន្លែងយើងបាន select ហ្នឹងយើងចង់លុបវាចង់កាត់អីវាស្នាមលក្ខណៈមុខក្បិតបើយើងយក0ដូចមុខក្បិតចឹងឃើញទៅដាច់ឃើញស្នាមដាច់ហ្មងណាតោះតែបើយើងយកវាឲ្យធំពេលនោះវាដូចមុខវាកាត់ទៅដូចមើលទៅដាច់វាព្រាតាមគែមចឹងយើងអាចកំណត់ភាគរយវា1ចុចជាងណាអូខេឬក៏ចំនួន50អីចឹងទៅណាតែយើងកំណត់ណាតោះណាតែខ្ញុំយកមួយក៏បានណាអូខេពេលនេះយើងចុចអូខេមកវាបង្កើតជា select ហ៎តោះជាង select ឧទាហរណ៍ឥឡូវខ្ញុំបង្កើត layer ថ្មីមួយខ្ញុំចុចខាងទាំង layer នេះខាងក្រោមនេះ new layer អូខេជឿបាន layer 3ណាអូខេឥឡូវខ្ញុំចង់បានពណ៌អីខ្ញុំคลิกលើនេះមកនេះคลิกទៅលើ color ខាងលើហ្នឹងអាហ្នឹងហៅថាសម្រាប់យើង set color អាហ្នឹងគឺជា background color foreground color អាក្រោមគឺ background យើងត្រូវចំណាំនៅក្នុងផ្នែកtoolbox របស់យើងនៅក្នុងកម្មវិធី Photoshop អញ្ចឹងឯនេះគឺវាចេញមក color picture អញ្ចឹង color picture វាត្រង់ចំណុចនេះគេហៅថា foreground color តែបើអាក្រោមវិញឥឡូវខ្ញុំចុច escape ខ្ញុំចុចអាក្រោមអាហ្នឹងគេហៅថា background color តោះអាក្រោមគឺ background color ឥឡូវនេះគឺ foreground color យើងត្រូវចំណាំយើង click វាមកវាចេញហើយណា foreground color អញ្ចឹង color ប្រភេទយើងអាចពេលដែលយើងបង្កើតផ្ដាស់ការងារយើងអាចកំណត់ប្រភេទ color បានណាអូខេតែ color របស់យើងនឹងយកប្រភេទ color RGB ឬក៏ color CMYK ណាដូចនៅក្នុង menu ឧទាហរណ៍ឥឡូវខ្ញុំចុច image ណា mode ណាអូខេអញ្ចឹងនៅក្នុងនេះវាមានប្រភេទ bitmap grayscale ណា do tone អូខេ index color RGB color CMYK color lab color multi channel ណា color ហើយចំនួនរបស់វាចាប់ប្រហែល bit បាន bit ណាអូខេតែវាកំណត់វាថាធំបំផុត32វាយើងចង់យកហា graphic របស់វាយើងយក32 bit ផ្នែកនៃ color របស់វាណាវា16តែវា set default របស់វាគឺ8 bit ណាអូខេអញ្ចឹងពេលយើងប្រើប្រាស់ pen tool យើងអាច select ណាចេញអញ្ចឹងដើម្បីដោះ select បានយើងអាចចូលចុច control D មកណាប្រើ shortcut គឺ control D control បូកអក្សរ D អញ្ចឹងដោះវាហ៎ឬក៏បើយើងអាចចុចលើនេះក៏បានដែរចុចកន្លែងនេះណាអូខេចុចវាមួយមកកន្លែង McAfee តោះនេះ
ហ្នឹង McAfee tool របស់យើងអូខេយើងមកស្ដាំមកវាចេញ deselect មានយើងចង់ដោះ select ណាអានេះ select inverse តើតង select inverse គឺ select ជុំវិញខាងក្រៅណាអានេះកំណត់ filter អានេះ refine edge មានថាចង់ refine របស់វា refine select ហ្នឹងអានេះចង់ save selection របស់យើងនឹងយើងចង់ save វាទុកណាអូខេយើងអាចចុចទៅអាច save ដាក់ឈ្មោះហើយ make work path ចង់បង្កើតជា select ទៅជា path វិញតោះនេះវា path ដូច pen ធ្វើគូយើងដំបងអញ្ចឹងណាហើយចំពោះនេះ layer VIA cut នេះគឺជាប្រភេទ layer មួយសម្រាប់ copy ឬក៏ cut ណាឬ new layer តោះពេលយើង select ចឹងយើងអាចបង្កើត layer បាននៅពេល mouse ស្ដាំពី transform ចង់ select ទៅលើselection ហ្នឹង transform select ណាតើតង់ដាក់ fill របស់វាឬក៏ stroke ណាអូខេអញ្ចឹងវាបង្ហាញតង់ចំណុចហ្នឹងណាអញ្ចឹងបើសិនតែកន្លែងលើនេះគឺដោះ select ពេលខ្ញុំយកវាឃើញវាដោះបានស្មើយើងចុច shortcut key control D ណាមិញហ្នឹងអញ្ចឹងយើងអាចតន់បានណាតង់ចំណុចហ្នឹងណាអូខេឥឡូវយើងចូលទៅកាន់ pen tool នេះយើងអាចចុច shortcut key គឺអក្សរ P ចុចអក្សរ P មកវារត់មកណាតែបើយើងចង់ change tool នៅក្នុងនោះមានច្រើនណាអូខេអញ្ចឹងចង់ចូល tool free transform ឬក៏ tool add extra point ឬក៏ delete extra point ឬក៏ convert point ណាអញ្ចឹងយើងអាចចូលបានពេលដែលយើងអាច click ចុច mouse click អញ្ចឹងយកបានទី1ណាអូខេទី2ពេលយើង select អា tool ដំបូងហើយយើងអាចចុច shift បូកជាមួយនឹងអក្សរ P តោះនេះពេលនោះវាឆេងពេលខ្ញុំចុចវាចាប់ដើមផ្លាស់ប្ដូររហូតណាអូខេអញ្ចឹងយើងយក tool មួយណាតោះអញ្ចឹងវារត់ឆេងណាតង់ចំណុចនេះខ្ញុំបានចុចទៅលើ pen tool មួយអញ្ចឹងពេលយើងចង់លុបវាយើងអាចចុច delete មកពេលនោះវាបាត់ហើយណាអូខេតោះនេះចឹងឥឡូវខ្ញុំអូស layer មួយនេះចូលធំសម្រាប់ណាអញ្ចឹងវាបានលុបហើយស្មើនឹងយើង delete layer 3មិញហ្នឹងអូខេអញ្ចឹងឥឡូវយើងចូលទៅកាន់ pen tool របស់យើងណាអូខេអញ្ចឹង pen tool មានតួនាទីសម្រាប់ការគូសណាអូខេតែឥឡូវយើងខ្ញុំចង់បង្ហាញយើងពីរបៀបកាត់នៃរូបភាពណាអូខេចឹងខ្ញុំមានរូបភាពចឹងណាដើម្បីអាចកាត់បាននៅលើ pen tool ពេលនោះខ្ញុំ click វាមួយមកហេ click វាមកហើយខ្ញុំអូសវាចុចឲ្យជាប់ click ឲ្យជាប់ហើយចុចវាអូសឡើងលើទៅហេឃើញទេពេលនោះខ្ញុំចុច R ថយក្រោយបន្តិចហេកុំឲ្យវាហួសតោះណាតើមកចង់កាត់ទៀតឃើញអានេះវាអត់ជាប់ណាហេពេលយើង click ទៅបានវាចេញតោះណាហេពេលយើង click ទៅឃើញវាទៅមុខហេមួយទៀតបើសិនតែយើងពេលយើង click ចឹងហើយយើងចង់ឲ្យវាចេញតាមនេះលើ cursor pen នេះតោះណាអញ្ចឹងយើងអាច tick ឲ្យនេះតង់ចំណុចនេះណា tick វាចុចវាមកយើងអាច tick ឲ្យ rubber band ពេលនោះវាចេញលក្ខណៈជាប់ជាណាអូខេតែបើសិនតែខ្ញុំដោះវាវិញពេលនោះវាបាត់វាលាក់បាត់អូខេចឹងកន្លែងនេះគឺជា pen option មួយដែរណាអញ្ចឹងពេលដែលខ្ញុំចុចទៅលើ pen ខ្ញុំចង់បង្ហាញយើងពីកន្លែង option នៅចិត្តខាងលើគេនេះពេលដែលខ្ញុំចុច pen របស់យើងណាជាងកន្លែងនេះបើសិនយើងចុចទៅមានន័យថាវាយកតាមគំនូស path តែបើកន្លែងនេះពេលយើងគូសទៅវាជាប់ fill តោះនេះជាលក្ខណៈ shape ណាហើយនេះគឺយើងប្រើប្រាស់ pen ណាហើយកន្លែងនេះគឺតែយើងយក free transform pen អានេះលក្ខណៈមួយដូចថាយើងយកវាជា rectangle ឬក៏លក្ខណៈជ្រុង round ដូចខាង round rectangle ឬក៏ ellipse ឬក៏ polygon អូខេឬក៏ line អូខេឬក៏ custom shape
ចឹងនៅក្នុងនោះវាមានតកតងនឹងការប្រើប្រាស់ដូច save ដែរពេលយើងគូសចឹងហើយយើងអាច click លើវាមកហើយយើងអាចគូសទៅវាចេញលក្ខណៈដូច save ចេះតោះណាចឹងយើងធ្លាប់យល់ដឹងពី save ហើយណាចឹងនៅក្នុង toolbox ក៏វាចេញដែរពេលយើងចុច pen ទៅឃើញវារត់មកហើយ save នេះពេលយើង click ឯនេះវារត់មកនេះណាតែបើសិនតែខ្ញុំយក rectangle នេះវារត់មកកន្លែងយក rectangle តោះនេះកន្លែង rectangle ណាចឹងនៅក្នុង toolbox យើងក៏មានដែរតែពេលយើងប្រើប្រាស់ pen ក៏វាចេញដែរចឹងយើងអាចជ្រើសរើសវាបានត្រង់ចំណុចហ្នឹងដូច tool នៅក្នុង rectangle របស់យើងនេះដែរណាអូខេអា custom នេះមានន័យថាគេបានបង្កើតហើយតោះយើងអាចនេះវាចេញមកលក្ខណៈជា list ចឹងមកច្រើនពេលយើងចង់ show all អីយើងអាចយក all មកពេលនេះវាចេញទាំងអស់ tick វា all មកហើយយក append មកពេលនេះវាចេញទាំងអស់ណាយើងអាចចុច O វាមកខាងស្ដាំចឹងមកឃើញទេវាមានប្រមាណវាបង្ហាញយើងទាំងអស់ណាអូខេតោះណានេះគឺនៅក្នុងកម្មវិធី Photoshop របស់យើងអញ្ចឹងឥឡូវយើងចូល pen នេះខ្ញុំចុចទៅ pen នេះអូខេអញ្ចឹងវាអត់មក pen អញ្ចឹងពេលមិញនេះខ្ញុំបានគូសវាដល់តាមនេះពេលដែលផ្ដាច់ហើយយើងចង់តវិញយើងអូសវាយកមកដាក់មកវាចេញសញ្ញានេះឃើញទេពេលដាក់ប៉ះវាចេញសញ្ញានេះអញ្ចឹងយើងអាច click វាមកដើម្បីតឃើញទេយើងអាចតបានហើយកន្លែងជាប់នេះដោយសារកន្លែងយើង tick ឯង rubber band របស់វាឯង pen option នេះពេលយើង tick វាបានជាប់លក្ខណៈអញ្ចឹងយើងងាយស្រួលថាយើងអូសទៅវាបានយើង smooth ហើយនៅតោះនេះហើយយើងចង់អង្គើវាចុច space មកអូសវាឡើងលើចុះក្រោមហើយតោះនេះអូសវាកាត់លក្ខណៈអញ្ចឹងមកណាអូខេនេះយើងអាចអូសវាកាត់ចេញជាលក្ខណៈអញ្ចឹងមកណាយើងអាចអូសវាមកអូសវាហើយចុច space មួយណាអូខេចុចជាប់អូសទៅមុខទៅឃើញវារៀងកោងយ៉ាត់ពុតវាបានចេះហ៎យ៉ាត់ពុតសេរីធ្វើម៉េចឲ្យវាធំចេញរៀងស្អាតណាហើយយើងចុចអើរួចមកក្រោយចេះណាក៏បានតោះនេះហ្នឹងការប្រើប្រាស់ pen ឬមួយក៏យើងអាច click នៅកន្លែងនេះមួយពេលនេះយើងចុចមក click ឯនេះវាចេញសញ្ញាបូកអញ្ចឹងមានន័យថា add extra point អញ្ចឹងខ្ញុំចង់ add តែនឹងមួយតោះមកខ្ញុំចុចcontrol ជាប់អូសវាមកខាងនេះហ៎តោះនេះពេលខ្ញុំ click ឯនេះមួយទៀតណាចុច control ជាប់អូសវាមកខាងនេះហ៎ហើយយើងអាចនេះពុតវាតោះនេះពុតវាបានហ៎អញ្ចឹងយើងអាចគូតដូចទៅមុខបានដែរណាអូខេតោះនេះពេលយើង click ចឹងមួយទៅអូសចេះក៏បានតោះណាអូ click វាចឹងមកហ៎ពេលយើងកាត់ទៅយើងចោលកែមតិចទៅដើម្បីឲ្យរូបរបស់យើងមើលទៅវាដាច់ស្អាតណាអូខេវាអាចលួចស៊ីបន្តិចណាអូខេលួចវាស៊ីបន្តិចកុំស៊ីជ្រៅពេកពេលហ្នឹងវាបាត់ម៉ូដរបស់គេណា click វាមកអូសវាចឹងមកក៏បានដែរណាហ៎ពេលនេះយើងអាចអូស click វាចឹងមកហ៎ស៊ីវាកែមតិចណាអូខេនេះយើងអាច click វាអញ្ចឹងមកណាអូខេយើង click ទៅតាមព្រំដែននៃរូបភាពរបស់យើងហ្នឹងអូខេព្រោះថាគោលបំណងរបស់យើងចង់បានរាងរបស់រូបមួយហ្នឹងណាអូខេចង់កាត់វាចេញ background ពណ៌សខាងក្រោយគឺយើងត្រូវកាត់ប្រើប្រាស់ pen កាត់ចឹងមកណាអូខេកាត់តែអូហើយយើងប្រើ space ជំនួយមកអូវាទៅមុខណា
លេខអូលក្ខណៈអញ្ចឹងមកណាអូខេអូវារហូតទៅដល់ចំណុចទៅត្រូវជួបគ្នាវិញណាអ្វីដែលយើងចាប់ផ្ដើមពេលហ្នឹងត្រូវទៅជួបវាវិញពេលនេះបានអាចបង្កើតជា selection ណាអូខេជាយើងអាចចុចអូសមកសេរីវាស្អាតណាយើងអូសវាកាត់មកតាមរូបភាពដែលយើងអូសស្អាតណាអូខេហើយយើងចង់ថយក្រោយយើងអាច control Alt Z មកតែយើងចុចខុសមួយចឹងចឹងយើងចង់ថយក្រោយវិញចុច control Alt Z នេះតែមុខ control C Z ណាហ៎ជាយើងអាចប្រើshortcut មកវាដូចនៅក្នុង edit អញ្ចឹងណាតើតងនេះហ៎ undo stack change តើតង step format step forward ណាអូខេ step background ចឹងយើងអាចចុច shift control Z មកពេលនោះវាទៅមុខណាតែថយក្រោយគឺ Alt បូក control បូក Z ណាតែបើយើងចង់នេះវាហ្មង stack change ហ្មងយើងយក control Z ណាតោះចឹងនៅក្នុង menu វាមាន menu ហើយ edit នេះយើងអាចបង្ហាញសូយតាក់ទងការ undo redo ណាយើងធ្លាប់រៀនកម្មវិធី Word Excel កម្មវិធីផ្សេងវាមានទាំងអស់ណាអូខេចឹងចង់ថយក្រោយ control Alt Z មកអូខេហើយយើងគូសចាប់វាគូសតទៀតណាអូខេយើងអូសវាចឹងមកអូសវាស្អាតណាអូខេតែខ្លះត្រូវយើងអាចលួច C បានយើងលួចវាតិចមកណាអូខេយើងអាចកាត់លួចតិចព្រោះថានៅក្នុងកម្មវិធី Photoshop គឺការមើល color គឺវាសំខាន់ណាតើតង color ហើយយើងអាចស្វែងយល់ពីការ set color ទៅមុខទៀតណាអូខេដូចកុងតើដែលយើងប្រើប្រាស់គឺវាសំខាន់ណាស់ផ្នែក hardware និង Mac គុណភាពវាងាយស្រួលបើសិនជាយើងចូលចិត្តខាង design យើងត្រូវការ RAM ធំ VGA ធំណា hard disk ក៏ធំណា CPU ស៊ីខ្ពស់អីចឹងមកណាអូខេចឹងពេលដែលយើងធ្វើការទៅយើង color របស់វា net ល្អពេលយើងកាត់ធ្វើការឲ្យយើងមើលឃើញច្បាស់ពណ៌ណាអូខេតោះចំណុចសក់ឲ្យយើងអាចកាត់ C ចេញមកអញ្ចឹងមកយើងកុំឲ្យដល់ពណ៌សតោះចំណុចសក់បើយើងចង់ឲ្យកាត់វាស្អាតណាយើងត្រូវកាត់លក្ខណៈអញ្ចឹងមកណាយើងកុំកាត់តាមសរសៃសក់យើង C តិចអញ្ចឹងមកណាអូខេចំពោះសក់ក្បាលខ្ញុំចង់បង្ហាញឲ្យច្បាស់កន្លែងហ្នឹងព្រោះវាសំខាន់ណាស់ពេលដែលយើងកាត់រូបមួយអញ្ចឹងដូចខ្សែកអញ្ចឹងយើងអាច select អូសមកអញ្ចឹងមកណាអូខេហើយចាំយើងសម្អាតវាតាមផ្នែកទូចពីក្រោយយើងអាចកាត់ឲ្យអូសវាលក្ខណៈអញ្ចឹងណាអូខេពេលដែលយើងធ្វើការពេលខាងចឹងយើងអាចអូសវាពីต็มเกมទីចោលលក្ខណៈដូចអ្វីដែលយើងបានឃើញនេះចឹងមកណាអូខេអញ្ចឹងបានរូបយើងកាត់ទៅវាស្អាតណាអូសវាចឹងមកណាអូខេនេះយើងប្រើប្រាស់ pen ពេលយើងកាត់រូបទៅវាស្អាតល្អជាងការឆក់ណាអូខេប្រើ Magic Pen វាកាត់បានស្អាតណាអូខេយើងអាចកាត់ហើយយើងអាចកំណត់ filter វានោះហើយយើងលុបវាទៅពេលនោះវាស្អាតដែរណាអូខេអូអញ្ចឹងមកណាអូតាមរូបអីយើងសពុតអីចឹងមកណាអូខេតាំងថយក្រោយ control alt Z មកណាអូខេនេះចុច space ហើយអូណាអូមកអញ្ចឹងមកនេះ
cắt ô về từ tam from đàn nó hay lụi dương lụi xì viên tịnh nào dương lụi trên tịnh nó ok kịch click về ô trong nó ok đấy giờ ai hồi như to ấy cái nó thòng thoáng vậy ô việc bọt hiền về bên tịnh nó ok đấy ai lụi xì sạch này phòng ấy ai lụi xì cặp về trên nó vừa tới giờ xây xa đây chẳng thếនេះគឺជាលក្ខណៈមួយតិចនៃការកាត់រូបឲ្យបានស្អាតណាអូខេតើយើងអាចប្រើប្រាស់ pen tool របស់យើងអូខេនេះយើងកាត់វាលក្ខណៈអញ្ចឹងមកនេះយើងអូសវាមកតបមកយើងមកដល់យើងភ្ជាប់កន្លែងចំណុចយើងចាប់ផ្ដើមភ្ជាប់ហើយវាចេញលក្ខណៈចឹងយើងคลิกហេពេលនោះយើង pen របស់យើងបានកាត់ជុំវិញរូបមនុស្សណាអូខេហេអូមកហូតណាអូខេពេលនោះវាបានដល់ពេលនោះយើងចង់បង្កើត selection យើងអាច mouse ស្ដាំយក make selection ក៏បានតែបើយើងអាចប្រើប្រាស់នៅលើ keyboard យើងចុច control enter ណាពេលនេះវាបង្កើត selection តោះបន្ទាប់មកយើងកំណត់ filter វាថារូបដែលយើងកាត់ហើយអញ្ចឹងយើងចង់បានរូបនេះស្អាតតាមគែមនៃព្រំដែននេះអញ្ចឹងឲ្យស្អាតយើងត្រូវកំណត់ filter យើងអាចចូល selection យើងអាចបង្កើតជាចង់កំណត់ filter របស់វាតោះនេះចឹងយើងត្រូវបង្កើត filter សិនណាចឹងយើងត្រូវកំណត់ filter យើងអាចចុច select មកណាអូខេហើយយក modify យក filter ណាអូខេចឹងនៅក្នុងកម្មវិធី Adobe Photoshop របស់យើងនេះ CS4 គឺកន្លែង filter យើងអាចប្រើប្រាស់ shortcut key គឺ Shift F6 ណាអូខេចឹងគឺចំណុច shortcut របស់វាតែបើយើងចង់ចូលវាយើងអាចចុច selection modify filter ណាអូខេ click របស់វាមកវាចេញផ្ទាំង filter selection បន្ទាប់មកត្រង់ចំណុចកែងណាត្រង់ចំណុចហ្នឹងខ្ញុំចង់កំណត់ filter វាធ្វើម៉េចឲ្យចេញលក្ខណៈកុំឲ្យដូចមុខកវិតពេកអញ្ចឹងខ្ញុំអាចយក 1.3 ណាអូខេហើយយកវាត្រង់ចំណុចអូខេមកវាបានលក្ខណៈឲ្យការកំណត់បង្កើត select ហើយយើងកំណត់ filter គឺ 1.3 ណាអូខេនេះគឺជាបន្ទាប់នៃกระดาษការងាររបស់យើងដែលដំបូងដែលយើងចង់កាត់អញ្ចឹងយើងអាច copy វាខាត់វាមកយើងអាចចុច control J ណាចុច control J មកពេលនេះយើងបានរូបនេះហេនៅក្នុងបន្ទាប់ layer យើងអូសវាមកខាងលើមកណាជាអាចបំលាស់ទីវាមកខាងលើហើយយើងបើកភ្នែកនៃ color fill នេះពេលនេះវាបានយើងដឹងថាអូយើងបានកាត់ដាច់មិញហើយណាអូខេនេះចេញពីបន្ទាប់នេះតោះណាអញ្ចឹងនៅប្រឡោះជើងនេះខ្ញុំអត់ទាន់បានកាត់អញ្ចឹងយើងអាចកាត់ចូលខាងក្នុងនេះប្រឡោះនេះណាអូខេហើយនឹងសក់តោះនេះអញ្ចឹងយើងអាចចូល pen tool របស់យើងវិញមកអូខេនេះយើងចាប់សូមវាគៀកមកណាយើងចង់កាត់ខាងក្នុងចោលទៀតណាអញ្ចឹងយើង select វាមកណា select វាអូសវាលក្ខណៈអញ្ចឹងមកណាហេ
យើងអាចកំណត់របស់វាមកហ៎អូវាលក្ខណៈអញ្ចឹងណាយើងអាចសូមវាគៀកមកណាអូខេភ្ជាប់វាតមកយើងចុចវាជាប់ហើយយើងចង់ទៅកាត់កន្លែងមួយទៀតនេះដោយសារនៅប្រឡោះនេះមួយទៀតចឹងយើងទៅចូលកាត់ថ្មីមួយទៀតពេលយើងផ្ដាច់វាហើយយើងអាចកាត់ថ្មីមួយទៀតណាអូខេយើងអូសវាចឹងមកណាតែណាចង់បន្ថែមវាសាច់ស៊ីខ្លាំងយើងអូសកើតចុចថែម add extra point យើងមកណាតើយើងចង់មិនចង់ភ្ជាប់ចុចជាប់ចេះយើងចុច escape មកណាអូខេតើមកយើងចូលកន្លែងនេះទៀតណាអូខេហើយអូសវាលក្ខណៈអញ្ចឹងមកណាកាត់វាបានស្អាតចឹងមកណាយើងរៀនកាន់ mouse យើងនឹងហើយក៏វាដៃឲ្យរហ័សចឹងមកណាអូខេចុច escape មកណាចុច escape មកពេលនោះយើងបានកន្លែងនេះគឺយើងបានប្រាប់ pen យើងគូវាហើយនៅខាងក្រោមអញ្ចឹងយើងមាន3ផ្នែកអញ្ចឹងយើងចង់បង្កើត selection ទាំងអស់ហ្នឹងយើងអាចចុច control enter ណាពេលនោះវាបានបង្កើតចូលជា selection តោះនេះតបមកយើងចូលកំណត់ filter យើងមិនហ្នឹងអញ្ចឹងយើងអាចចូល selection ដូចខ្ញុំបានប្រាប់មិញហ្នឹង modify filter ពេលនេះយើងអាចកំណត់វាថាយកកំណត់ filter វា 1.3 អូខេតបមកយើងឈរលើ layer នេះណាអូខេតបមកយើងចុច delete ហ្មងណាចុច delete មកពេលនេះវាលុបបាត់ឃើញទេចឹងនៅចន្លោះនេះគឺវាលុបបាត់តាហេតោះនេះចឹងដើម្បីដោះ selection ហ្នឹងគឺយើងចុច control D មកណាអូខេហេបាត់ចឹងរូបភាពរបស់យើងចេញលក្ខណៈស្អាតចឹងណាអូខេពេលយើងកាត់ហើយចំពោះ fill color នេះខ្ញុំដាក់នេះគឺដោយសារខ្ញុំឥឡូវខ្ញុំលុបវាចោលចង់បង្កើតវាវិញចុចកន្លែងនេះណាអូខេនេះចុចវាមកយកពាក្យថា solid color កន្លែងហ្នឹងគឺបង្ហាញ solid ណាពេលយើង click វាពុបវាចាប់ពណ៌ខ្មៅ default របស់មើលបងឥឡូវខ្ញុំចុចយក color កន្លែងនេះតោះមកខ្ញុំយក OK ឃើញទេវាបាន color ហ្នឹងហេឥឡូវយើងកលេចមកមើលរូបភាពរបស់យើងនេះណាអញ្ចឹងរូបភាពរបស់យើងដែលកាត់មិញវាឃើញដាច់សក់ហ៎ឃើញសក់យើងដាច់ទៅអាក្រក់មើលហ៎ណាអញ្ចឹងយើងចង់បានយកសក់មកវិញអញ្ចឹងយើងធ្វើម៉េចអញ្ចឹងដើម្បីយកសក់មកវិញយើងអាចឈរលើនេះណាហើយបិទផ្នែកនេះមកតោះនេះយើងអាចយក lasso tool របស់យើងនេះ lasso tool អូសមើលត្រង់ចំណុចនេះកន្លែងសក់ណាអូសវា select មកចុចវាជាប់ណាចុចជាប់ហើយអូសវាអញ្ចឹងមកណាអូសវាជាប់អញ្ចឹងមកហេណាហើយប្រឡែងវាមកតោះមកយើងចង់ copy ពីអាក្រោមនេះយើងចុច control J មកហេអូសវាឡើងលើពេលនោះយើងចាប់តាមបើកភ្នែកអាកន្លែង color fill នេះវាចេញហើយកន្លងយើងមើលឃើញហើយសក់អីអញ្ចឹងតោះនេះគឺជាកន្លែងសក់នេះរូបដើមរបស់យើងណាអូខេនេះនេះគឺជាសក់ដែលខ្ញុំកាត់មកមិញយកពីក្រោមមកណាអូខេហើយខ្ញុំបើកផ្នែកនេះតបមកយើងអាចប្រើប្រាស់ tool មួយទៀតដើម្បីលុបបែងកាត់សក់នេះយើងយក eraser មកណានេះ eraser យើងคลิกត្រង់ចំណុច eraser ដែលមានរូបកន្ត្រៃនេះណាគឺមានឈ្មោះថា background eraser អញ្ចឹងកន្លែងនេះគឺកាត់មកវាចេញលក្ខណៈចេះណាអញ្ចឹងយើងអាចពង្រីកវាធំយើងអាច mouse ស្ដាំមកយកតម្លៃលេខកន្លែងនេះឲ្យវាខ្ពស់បន្តិចមកឃើញទេធំតាមហ្នឹងឃើញទេតោះនេះតើខ្ញុំคลิกនៅកន្លែងនេះវិញអញ្ចឹងពេលនោះវាចេញសញ្ញាបូកចេះណាពេលយើងចុចទៅវាចេញសញ្ញាលក្ខណៈអញ្ចឹងយើងអាច
នេះសញ្ញាបោកមួយហ្នឹងមានយើងคลิกចំ color ណាគឺវាលុប color ហ្នឹងតោះហើយឥឡូវយើងកលេចមកលើផ្ទាំង option នៃ tool របស់យើងហើយ background eraser នេះណាអញ្ចឹងកន្លែងនេះគឺសម្រាប់คลิกចំ color ណាអូខេហើយកន្លែងនេះ limit របស់វាគឺកន្លែងហ្នឹងយើងចង់តាក់ទងការចុចលុប color បើយើងយក decon Tigers នេះគឺកន្លែងហ្នឹងវាលុបស្អាតណាអូខេតែបើកន្លែងនេះវានៅជាប់ color នៃ background ហ្នឹងតិចណាអានេះ find edge សម្រាប់ find edge ណាអូខេអញ្ចឹងឥឡូវខ្ញុំយកលើនេះហើយនេះគឺការកំណត់ភាគរយនៃការយើងលុបចុច click ចេះយើងលុបទៅយើងអាចកំណត់ប្រមាណហើយខ្ញុំអត់យក50ទេខ្ញុំយក40ទេណា40%ហើយខ្ញុំ enter តើមកខ្ញុំคลิกឯងត្រង់ចំណុចពណ៌សនេះគោលបំណងរបស់ខ្ញុំគឺលុបពណ៌សចោលដើម្បីឲ្យចេញជាលក្ខណៈសរសៃសក់តោះអញ្ចឹងខ្ញុំคลิกពឹបមកឃើញទេคลิกចំពណ៌សមកឃើញវាដាច់ទេនេះមើលយើងមើលឃើញសរសៃសក់ទេហើយនេះ background fill ខាងក្រោមយើងមើលឃើញហ៎คลิกវាមកឃើញស្អាតទេអូខេអញ្ចឹងវាចេញជាសរសៃសក់ស្អាតទេណាអញ្ចឹងយើងអាចប្រើប្រាស់ការលុបបែងសក់អញ្ចឹងអូខេហ៎คลิกវាចឹងមកវាលក្ខណៈចេញមកស្អាតណាវាចេញលក្ខណៈស្អាតតោះអញ្ចឹងត្រង់ចំណុចកន្លែងនេះវាសក់ស្នាមហើយយើងកាត់យើងคลิกឲ្យហ្នឹងមកចុច delete ទៅវាបាត់យើងចូលលើ layer ឲ្យនៅក្បាលសក់នេះណាអូខេតោះចឹងពេលនោះយើងឃើញហ៎អានេះរូបលើរបស់យើងឃើញនេះគឺយើងកាត់ចូលស៊ីសក់ណាតែកន្លែងនេះយើងកាត់យកទាំងមូលចេះមកខ្វៀងយកកន្លែងណាដែលមានសក់ពីខាងក្រោមមកតោះមកយើងយកវាដាក់យើងដាក់វានៅខាងក្រោមហើយអានេះនៅលើតោះយើងយក background eraser យកមកកាត់សក់តោះណាអញ្ចឹងវាចេញលក្ខណៈសរសៃសក់ស្អាតទេណាអូខេឃើញទេអញ្ចឹងរូបរបស់យើងតែជាលក្ខណៈមួយស្អាតតាយើងកាត់ទៅណាអូខេតោះនេះយើងអាច select ចុច shift មក select ទៅលើនេះមួយទៀតមកយើងអាច merge ចូលគ្នាណាអូខេតោះអញ្ចឹងឃើញរូបរបស់យើងនេះឃើញជាសរសៃសក់ស្អាតទៀតពេលយើងចុច control ចុចទៅលើចំរូបនេះមក control ចុច click មកឃើញទេវាបង្កើតជា selection មួយណាអូខេនៅលើរូបរបស់យើងអញ្ចឹងគឺអាហ្នឹងគឺរូបរាងហើយវាអត់មានជាប់ background ពណ៌សទៀតទេមិនដូចរូបនៅក្នុងនេះទេណាអូខេនេះហ៎ឃើញមានពណ៌សហ៎ឥឡូវខ្ញុំចុច control D ដើម្បីដោះ select អញ្ចឹងរូបរបស់យើងកាត់លក្ខណៈស្អាតចេញមកស្អាតអញ្ចឹងអូខេតោះហ្នឹងលក្ខណៈការកាត់រូបការប្រើប្រាស់ pen tool របស់យើងណាអូខេតោះ